โอเคជាមួយនឹងបងប្អូនថ្ងៃនេះខ្ញុំមកធ្វើតាក់ទងទៅនឹង cocktail មួយយ៉ាងដែលក៏ឈ្មោះថាជាប្រភេទ long swim ហើយសម្រាប់ប្រភេទ cocktail នេះយើងមានស្រា5មុខយើងមាន gin vodka bacardi ទឹកកន្លះ trapezic ជាមួយនឹង watermelon ហើយយើងក៏មានជាប្រភេទ sugar syrup ជាមួយនឹង lemon juice ហើយនឹង top up ជាមួយនឹង Sprite អូខេអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើជូនអ្នកទាំងអស់គ្នាមើលដំបូងយើងចាក់កាត់ផ្លែអាឡឹករបស់យើងមករបស់យើងអូខេអញ្ចឹងយើងប្រើ gin 15 vodka 15យើងប្រើយើងប្រើរ៉ាំ15យើងប្រើទឹកកន្លះ15ប្រើត្រាប៉ាស៊ីក15 lemon juice 10 sugar syrup 10អូខេបន្តមកទៀតយើងចាប់ដើមក្លុកអាចដាក់ស្លាយអាឡឹកអីថែមតិចតួចទៀតទៅហើយយើង top up ជាមួយនឹង Sprite អូខេអញ្ចឹង long swim របស់យើងតែប៉ុណ្្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលចង់ធ្វើយើងអាចធ្វើសាកញ៉ាំបានណាអូខេអញ្ចឹងញ៉ាំទាំងអស់គ្នា